នេះជាមូលហេតុដែលខ្ញុំចូលចិត្តប្រើថ្នាំអត្ថមីនប្រភេទខ្លងតាំងពីឆ្នាំ2017ប្រើចំណេញខ្លាំងមែនទែនពេលដែលប្រើដល់បាតខ្លងហើយគឺគៀឡើងមកស្អាតទៀតជាប់បាតខ្លងតិចតិចហ្នឹងគឺដោះបានម្ដងទៀតប្រើសន្សំសំចៃចំណេញហើយគុណភាពខ្ពស់ពីមុនមានតែរបស់សៀមទេតែឥឡូវនេះប្រទេសខ្មែរយើងក៏មានរោងចក្រដែលអាចបង្កើតសាច់ថ្នាំប្រភេទខ្លងនេះបានដូចគ្នាដែលពីមុនផលិតនៅថៃមានឈ្មោះ Bipoca ឥឡូវនេះយើងផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសខ្មែររបស់យើងវិញបដូរឈ្មោះទៅជាថ្នាំអត្ថមីនឱសថបុរាណខ្មែរសារធាតុផ្សំពីរុក្ខឱសថនិងឱសថបុរាណខ្មែរជាអ្នកលក់ហើយក៏ជាអ្នកប្រើប្រាស់ផ្ទាល់ទៅយល់ថានៅពេលដែលយើងជាប់ចិត្តជាមួយនឹងផលិតផលណាមួយហើយគឺមិនងាយនឹងផ្លាស់ប្ដូរចិត្តបានឡើយនេះជាមូលហេតុនៅពេលដែលមានបញ្ហារវាងប្រទេសភ្លាមខាងក្រុមហ៊ុនគឺព្យាយាមស្វាស្វែងនៅក្នុងការរករោងចក្រនៅក្នុងស្រុកដើម្បីផលិតសាច់ថ្នាំប្រភេទខ្លងឲ្យទាល់ហើយនេះជាសមិទ្ធផលដែលយើងទទួលបានបន្ទាប់ពីការខិតខំអស់រយៈពេល3ខែចេញតេស្តដល់ទៅ8ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមកថ្មីមិនថារលាកចាញ់ថ្មីរាក់ស៊ីថ្មីឈាមតាមជើងថ្មីពុកថ្មីស្រាវថ្មីឈឺថ្មីហាមតាមជើងថ្មីកំណត់កំបោរកាហ្វេតាមរៃជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយអាចធ្វើការជ្រើសរើសប្រើប្រាស់ជាផលិតផលថ្នាំអត្ថមីនអសបុរាណខ្មែរបបោរបស់យើងបានថ្នាំអត្ថមីនអសបុរាណខ្មែរបបជាថ្នាំអត្ថមីនប្រភេទខ្លងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ2017គ្រាន់តែពីមុនគឺឈ្មោះថ្នាំអត្ថមីនបៃផូខាផលិតនៅក្នុងប្រទេសថៃបច្ចុប្បន្នខាងក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញប្ដូរឈ្មោះទៅជាថ្នាំអត្ថមីនអសបុរាណខ្មែរបបបរិមាណប្រើប្រាស់ប៉ុនគ្រាប់សណ្ដែកដដែល